ក្នុងវីដេអូនេះយើងនឹងមកនិយាយគ្នាអំពីមេរៀនទី6ដែលយើងនឹងសិក្សាអំពីបច្ចេកទេសនៅក្នុងការប្រើប្រាស់កម្មវិធី Photoshop ហើយនៅក្នុងមេរៀននេះខ្ញុំនឹងលម្អិតពីចំណុចខ្លះៗនៅក្នុងកម្មវិធី Photoshop ដើម្បីអ្នកនរគ្នាស្វែងយល់កាន់តែច្បាស់អំពីរបៀបនៃការប្រើប្រាស់អញ្ចឹងយើងមានទាំងអស់មាន9មេរៀនហើយក្នុងមេរៀនទី1យើងមកសិក្សាអំពីរបៀបនៃការប្រើប្រាស់ Smart Object នៅក្នុងកម្មវិធី Photoshop មេរៀនទី2យើងមកនិយាយគ្នាអំពីរបៀបនៃការ expand នៅក្នុងរូបភាពរបស់យើងណាការ expand របស់យើងអាចប្រើជា container field ដែលពេលដែលយើងទាញលើរូបភាពគឺរូបភាពរបស់យើងនឹង auto selected មានន័យថាវា auto expand របស់យើងដោយអត់ចាំបាច់ប្រើប្រាស់ទៅលើកម្មវិធី clone tool ឬក៏ stamp tool មួយចំនួនយើងមកប្រើទេហើយមេរៀនទី3យើងធ្វើការទាក់ទងមួយនឹងការប្រើប្រាស់ការ remove background ដោយយើងប្រើ new feature ឬក៏អាចនិយាយថា technical ថ្មីនៅក្នុងកម្មវិធី Adobe Photoshop ដែលយើងនឹងប្រើប្រាស់ហ្នឹងគឺចាប់ពី version 2022រហូតដល់2025ហើយមេរៀនទី4យើងទាក់ទងមួយនឹងការប្រើប្រាស់ទៅលើ artboard ឲ្យ detail ទៅការប្រើប្រាស់ artboard យើងអាចប្រើប្រាស់បានแบบមួយខ្លះមេរៀនទី5យើងនឹងសិក្សាអំពីការប្រើប្រាស់ទៅលើការ change font ដោយយើងប្រើប្រាស់ទៅលើ filter ឬក៏ technical នៃការ change font ដោយយើងមានច្រើន artboard យើងមានច្រើន font យើងអាចធ្វើការ change វាដោយគ្រាន់តែដូរតែមួយគឺវាដូរទៅទាំងអស់នៅលើ artboard របស់យើងមេរៀនទី6យើងទទួលមកនឹងការផ្លាស់ប្ដូរពណ៌នៅក្នុង shape មានន័យថាយើងអាចធ្វើការ change ពណ៌នៅក្នុង shape ដោយយើងគ្រាន់តែដូរពណ៌តែមួយវាដូរ shape ទាំងអស់នៅលើ artboard របស់យើងមេរៀនទី7យើងនឹងសិក្សាអំពីការ break smart object ត្រង់កន្លែងនេះខ្ញុំនឹងសិក្សាអំពីការដែលយើង convert layer ធម្មតាទៅជា smart object និងការដែលយើង convert ពី smart object ទៅជា layer ធម្មតាហើយមេរៀនទី9ទាក់ទងមកនឹងការ export អញ្ចឹងការ export យើងមានច្រើនរបៀបមែនទែនអ្នកនរយើងអាច export យើងអាច export PDF យើងអាច export ជា web ផ្សេងៗអញ្ចឹងយើងអាចធ្វើការ export ច្រើនរបៀបហើយមេរៀនចុងក្រោយមេរៀនទី9យើងនឹងប្រើប្រាស់ទៅលើរបៀបនៃការប្រើប្រាស់ mockup ដែលអ្នកនរគ្នាអាចធ្វើការ download mockup ពី website ដែលខ្ញុំនឹង share ជូនអ្នកនរគ្នាហើយនឹងចូលទៅ edit mockup ទាំងអស់គ្នាអញ្ចឹងយើងនឹងចាំមើលនៅក្នុងមេរៀនទាំង9តទៀតអញ្ចឹងវីដេអូនេះមានប៉ុណ្្នឹងទេហើយបើសិនអ្នកនរគ្នាមានចម្ងល់អាចសួរខ្ញុំបាននៅក្នុង channel របស់យើង